រុនសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងនាំអារម្មណ៍បងប្អូនទាំងអស់គ្នាទៅដើរលេងកម្សាន្តនៅប្រទេសកូរ៉េជាមួយខ្ញុំហើយចំពោះដំណើរកម្សាន្តមួយនេះផងដែរគឺមានរយៈពេល4យប់5ថ្ងៃហើយជើងយប់នេះគឺជាជើងពេលយប់ខ្ញុំហោះចេញពីភ្នំពេញគឺនៅម៉ោង12យប់ដូច្នេះរយៈពេលធ្វើដំណើរពីទីក្រុងភ្នំពេញទៅដល់សេអ៊ូគឺរយៈពេល6ម៉ោងហើយឥឡូវនេះខ្ញុំកំពុងតែអង្គុយរង់ចាំជើងហោះហើររបស់ខ្ញុំហើយខ្ញុំថតនេះគឺកំឡុងពេលខែ7អ្នកទាំងអស់គ្នាគឺអត់ទាន់ផ្លាស់ប្ដូរទៅពលានថ្មីទេដោយសារតែមួយរយៈមុនខ្ញុំជាប់មមាញឹកការងារច្រើនពេកអ្នកទាំងអស់គ្នាទើបធ្វើឲ្យខ្ញុំមានការអាប់ឡូតវីដេអូចូលទៅក្នុង YouTube យឺតយ៉ាវដូច្នេះឥឡូវនេះគឺរកពេលវេលាបានវិញហើយខ្ញុំនឹងបន្តចែករំលែកបទពិសោធន៍និងវីដេអូកម្សាន្តទាក់ទងជាមួយនឹងដំណើរកម្សាន្តប្រទេសផ្សេងជាច្រើនទៀតជូនអ្នកទាំងអស់គ្នាឡើងវិញអញ្ចឹងកុំឲ្យខាតពេលវេលាយូរឥឡូវយើងចូលមកក្នុងវីដេអូយើងវិញពេលនេះគឺខ្ញុំបានធ្វើដំណើរមកដល់ទីក្រុងសេអ៊ូហើយខ្ញុំចុះនៅពលានអ៊ីនឈွန်បន្ទាប់ពីមកដល់ពលានអ៊ីនឈွန်គឺខ្ញុំវាយប៉ាសពតហើយយើងយកវេលីក៏ធ្វើការកក់តាក់ស៊ីធ្វើដំណើរទៅអូតែម្ដងអ្នកទាំងអស់គ្នាបន្ទាប់ពីការចំណាយពេលធ្វើដំណើរអស់រយៈពេលប្រហែល30នាទីខ្ញុំក៏បានធ្វើដំណើរមកដល់កន្លែងស្នាក់នៅរបស់ខ្ញុំដែលមានឈ្មោះថា Urban Stay Hotel នៅកន្លែងនេះគឺដូចជា apartment អញ្ចឹងនៅពេលដែលយើងធ្វើការកក់ខាងសន្តាគារនឹងផ្ញើជាលេខកូដតាម email របស់យើងដើម្បីឲ្យយើងចូល check in ដោយខ្លួនឯងដោយវាយលេខកូដនឹងចូលបន្ទប់តែម្ដងអញ្ចឹងគឺយើងអត់ចាំបាច់រងចាំពេលវេលាយូរចូលចាំ check in អីទេអ្នកទាំងអស់គ្នាហើយនេះគឺជាទស្សនវិជ្ជារួមនៅក្នុងបន្ទប់របស់ខ្ញុំបន្ទប់នេះគឺមិនធំទេប៉ុន្តែនៅក្នុងនោះមានទាំងម៉ាស៊ីនបោកក្អៅមានទាំងកន្លែងធ្វើម្ហូបអ្នកទាំងអស់គ្នាគឺសម្រាប់ឲ្យនិស្សិតដែលគាត់មកធ្វើការឬក៏គាត់មករៀនគាត់អាចស្នាក់នៅទីនឹងបានរយៈពេលយូរហើយចំពោះតម្លៃវិញគឺមួយយប់$100ប៉ុន្តែបើសិនជាយើងជួលជាខែគឺវាអាចនឹងធូរច្រើនជាងហ្នឹងបន្ទាប់ពីខ្ញុំបានតម្លាក់អីវ៉ាន់នៅបន្ទប់ហើយយើងក៏បានដើរហូរកន្លែងអីញ៉ាំនៅក្បែរហ្នឹងហើយក៏ប្រទះឃើញហាងបាយកូរ៉េមួយអ្នកនរគ្នាគឺទំនងមែនទែនអញ្ចឹងបន្ទាប់មកខ្ញុំចាប់ផ្ដើមធ្វើការកម្មង់ហើយឥឡូវនេះគេកំពុងតែរៀបចំអាហារសម្រាប់ខ្ញុំបើនិយាយពីអនាម័យនិងរសជាតិគឺឲ្យ10លើ10អ្នកនរគ្នាឆ្ងាញ់ហើយខ្ញុំចូលចិត្តម្ហូបកូរ៉េបើនិយាយរួមទៅខ្ញុំចូលចិត្តសាក់ម្ហូបអីថ្មីបន្ទាប់ពីបានសាក់បាយមួយចាននឹងហើយមានកម្លាំងខ្ញុំក៏បន្តដំណើរទៅបន្តទៀតហើយមកទិញឆ្នាំងសាក់សិនដោយសារតែដោយខ្ញុំយកមកនេះគឺអត់ត្រូវទេដោតអត់ចូលដោយគេទេអញ្ចឹងខ្ញុំរីខមមិនឲ្យអ្នកទាំងអស់គ្នាយកដុំឆ្នាំងសាក់ដែលខ្ញុំបានបង្ហាញនៅក្នុងវីដេអូអ្នកទាំងអស់គ្នាដោយសារនៅនេះគេប្រើដុំប្រភេទឆ្នាំងសាក់បែបហ្នឹងបន្ទាប់ពីខ្ញុំបានទិញឆ្នាំងសាក់ហើយខ្ញុំចាប់ផ្ដើមធ្វើដំណើរទៅកន្លែងមួយទៀតដែលអ្នកដែលឧស្សាហ៍មកលេងប្រទេសកូរ៉េគឺប្រហែលជាភាគច្រើនពួកគាត់ស្គាល់ហើយគឺតំបន់មយ៉ុងដងអ្នកទាំងអស់គ្នាដែលទីកន្លែងហ្នឹងគឺសម្បូរទៅដោយអាហារហូបចុកហើយមនុស្សច្រើននិងជាកន្លែង shopping ដ៏ល្បីល្បាញមួយប្រចាំប្រទេសកូរ៉េផងដែរសម្រាប់ភ្ញៀវទេសចរឥឡូវនេះខ្ញុំបានមកដល់មយ៉ុងដងហើយខ្ញុំបានប្រទះឃើញហាងមួយដែលលក់ប្រភេទគ្រឿងសមុទ្រនិងសាច់អាំងហើយគោលបំណងទី1ដែលខ្ញុំមកកូរ៉េនេះគឺចង់សាក់ជាងគេបំផុតគឺសាច់អាំងកូរ៉េអ្នកទាំងអស់គ្នាតោះឥឡូវមកសាក់ជាមួយខ្ញុំទាំងអស់គ្នាអូខេអ្នកទាំងអស់គ្នាឥឡូវខ្ញុំសាក់រួចហើយរសជាតិគឺឆ្ងាញ់ទោះបីអ្នកទាំងអស់គ្នាអត់បានមកក៏ដោយតែអ្នកទាំងអស់គ្នាមកលេងកូរ៉េកុំភ្លេចមកញ៉ាំនៅកន្លែងហ្នឹងខ្ញុំធានាថាឆ្ងាញ់ហើយខ្ញុំនឹងតម្លាក់ location ហាងហ្នឹងនៅក្រោម description របស់ខ្ញុំហើយអង្គុយញ៉ាំអីនេះគឺតដល់ម៉ោង2យប់អ្នកទាំងអស់គ្នាហើយចេញមកគឺភ្លៀងទៀតតែអត់អីទេនៅប្រទេសកូរ៉េម៉ោង2យប់គឺនៅមានមនុស្សច្រើនអូខេអ្នកទាំងអស់គ្នាឃើញហើយមិញហ្នឹងគឺបងថ្លៃខ្ញុំហើយខ្ញុំបងប្រុសខ្ញុំគឺដើរកាត់ទឹកភ្លៀងឥឡូវពួកយើងបានមកដល់អូតែហើយខ្ញុំក៏បានទិញមីខ្លះនៅកន្លែងម៉ាតនៅខាងក្រោម apartment របស់ខ្ញុំដើម្បីធ្វើអាហារពេលព្រឹកនៅថ្ងៃស្អែកដោយសារខ្ជិលចេញទៅញ៉ាំអីនៅខាងក្រៅហើយចំពោះវីដេអូនៅថ្ងៃស្អែកខ្ញុំនឹងចេញនៅក្នុងភាគទី2នៃvlogដំណើរកម្សាន្តទៅកូរ៉េរបស់ខ្ញុំហើយក៏អរគុណអ្នកទាំងអស់គ្នាដែលបានចំណាយពេលវេលាកន្លងមកទស្សនាវីដេអូរបស់ខ្ញុំពីដើមដល់ចប់កុំភ្លេចរងចាំទស្សនាវីដេអូ Thank you